យើងងាកមកមើលចក្រភពអង់គ្លេសកំពុងផ្ដល់សិទ្ធិឲ្យអ៊ុយក្រែនទទួលបានបច្ចេកវិទ្យាមីស៊ីលសម្ងាត់តើវានឹងធ្វើឲ្យមានភាពខុសគ្នាទេប្រិយមិត្តនៅក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរយៈវែងរបស់ទីក្រុងគីវចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងលុបចោលការចេញផ្សាយទិន្នន័យសម្ងាត់ទាក់ទងនឹងសមាសធាតុដែលផលិតដោយអង់គ្លេសសម្រាប់មីស៊ីលបញ្ជាទិស SCALP Storm Shadow របស់បារាំងអង់គ្លេសអស់លោកស្រីចលនានេះដែលបានប្រកាសដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Andy Burnham ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងគីវត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែននិងបារាំងបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងស្រុកសម្រាប់អាវុធវាយប្រហារជ្រៅខណៈពេលដែលស្តុកទុករបស់លោកខាងលិចប្រឈមមុខនឹងការរឹតបន្តឹងនិងការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយផ្លាស់ប្ដូរទេសភាពនៃជំនួយបរទេសគំនិតផ្ដួចផ្ដើមចែករំលែកបច្ចេកវិទ្យានេះបង្កើតសំណួរដ៏សំខាន់មួយតើការចូលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលសម្ងាត់ក្នុងស្រុកនឹងផ្លាស់ប្ដូរគន្លងនៃចំនួនជាមូលដ្ឋានដែរឬទេស្នូលនៃការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនផលិតការពារជាតិ MBDA លុបចោលការចាត់ថ្នាក់និងផ្ទីឯកសារបច្ចេកទេសដ៏រសើបទាក់ទងនឹងសមាសធាតុផ្ទៃក្នុងនៃមីស៊ីលបញ្ជាទិសរយៈចម្ងាយឆ្ងាយទីក្រុងប៉ារីសនិងទីក្រុងគីវកំពុងឈ្លានទៅមុខជាមួយនឹងផែនការដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មដោយផ្ទាល់នៅប្រទេសអ៊ុយក្រែនដោយកំណត់គោលដៅផលិតកម្មនៅចុងឆ្នាំនេះតាមរយៈការផ្លាស់ប្ដូរការផលិតឲ្យកាន់តែជិតទៅជួរមុខនិងការធ្វើវិមជ្ឈការអ៊ុយក្រែនមានគោលបំណងធ្វើឲ្យការផ្គប់ផ្គង់មីស៊ីលបញ្ជាទិសដែលមានទម្ងន់ធ្ងន់និងឯករាជ្យដោយមិនចាំបាច់រងចាំការយល់ព្រមពីបរទេសគំនិតផ្ដួចផ្ដើមនេះដំណើរការស្របគ្នានឹងកិច្ចខិតខំផ្សេងទៀតដែលដាក់នាំដោយចក្រភពអង់គ្លេសដូចជាគម្រោង Break Stop ដែលបានផ្ដោតលើការអភិវឌ្ឍអាវុធវាយប្រហារដែលមានតម្លៃទាបដោយគ្មាន ITER ឯករាជ្យពីបទបញ្ចប់របស់សហរដ្ឋអាមេរិកដើម្បីការពារសមត្ថភាពវាយប្រហាររបស់អ៊ុយក្រែនពីការផ្លាស់ប្ដូរខ្យល់នយោបាយអន្តរជាតិហើយអ្វីបានជាបច្ចេកវិទ្យានេះសំខាន់ខណៈពេលដែលអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារពីចម្ងាយឆ្ងាយនិងយន្តហោះគ្មានមនុស្សបើកវាយប្រហារយ៉ាងច្រើនដើម្បីវាយប្រហារគោលដៅដែលប៉ះពាល់ដូចជារោគចាក់ចម្រាញ់ព្រីងនិងឃ្លាំងស្តុកទំនិញប្រព័ន្ធទាំងនោះខ្វះថាមពលចលវិទ្យាឆោតដែលត្រូវការសម្រាប់គោលដៅដែលមានកម្ពស់រឹងមាំមីស៊ីល Storm Shadow SCALP ត្រូវបានសាងសង់ឡើងសម្រាប់កម្រិតសង្គ្រាមផ្សេងៗគ្នាបំពាក់ដោយក្បាលគ្រាប់ធ្ងន់ពីដំណាក់កាលដែលត្រូវបានរចនាឡើងដើម្បីពង្រឹងបេតុងពង្រឹងមីស៊ីលទាំងនេះកំណត់គោលដៅលំនាំបញ្ជីការក្រោមដីស្ពានយុទ្ធសាស្ត្រនិងឃ្លាំងគ្រាប់រំពីស្រុកជ្រៅប្រតិបត្តិការរាប់រយគីឡូម៉ែត្រពីក្រោយគីជ័យសត្រូវអាវុធនេះអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរំខានដល់បណ្ដាញបញ្ជីការនិងគ្រប់គ្រងរបស់រុស្ស៊ីលើកពីជើងជួរមុខភ្លាមតើវានឹងធ្វើឲ្យមានភាពខុសគ្នាទេអ្នកវិភាគយុទ្ធធម៌បានណែនាំថាខណៈពេលដែលការចែករំលែកបច្ចេកវិទ្យានេះជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយនិងឧស្សាហកម្មធំមួយផលប្រយោជន៍ក្នុងពិភពលោករបស់វានឹងអាស្រ័យលើល្បឿននិងទំហំប្រតិបត្តិការសាងសង់មីស៊ីលកំណាបដែលស្មុគស្មាញក្នុងស្រុកគឺជាបញ្ហាផុសស្លីករបស់ធំមួយសូម្បីតែ MBDA កំពុងកសាក់ក្រាមឡើងវិញនិងគាំទ្រក្រាមផ្ដាប់ដំឡើងការពង្រីកការផលិតពីដើមក្នុងប្រទេសដែលបែកបាក់ដោយសង្គ្រាមក្រោមការធ្វើធ្លាក់គ្រាប់រំពីអង្គការនិងត្រូវការពីវេលាវាមិនមែនជាដំណោះស្រាយមួយតាប់ជប់សម្រាប់ការខ្វះខាតគ្រាប់រំពីភ្លាមនៅសមរភូមិនេះប្រហែលជាផលប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតគឺនយោបាយនិងប្រតិបត្តិការតាមរយៈការផលិតប្រព័ន្ធទាំងនេះក្នុងស្រុកជាមួយនឹងទិន្នន័យដែលបានចែករំលែកអ៊ុយក្រែនកាត់បន្ថយការពឹងពាក់លើស្តុកពីអ្នកបរិច្ចាគខាងក្រៅលើពីនេះការផលិតក្នុងស្រុកជួយកាត់បន្ថយការរឹតបន្តឹងនិងការកំណត់គោលដៅដ៏តឹងតែងមួយចំនួនដែលដាក់ចាំពីដើមលើអាវុធលោកខាងលិចដែលបានប្រដោះដោយផ្ដោតឲ្យទីក្រុងគីវស្វ័យភាពកាន់តែច្រើនលើយុទ្ធនាការយុទ្ធសាស្ត្ររបស់ខ្លួនចំណែកប្រតិកម្មរបស់ទីក្រុងម៉ូស្គូវិញគឺមិនគួរឲ្យភ្ញាក់ផ្អើលវិមានក្រេមលីនបានឆ្លើយតបនឹងការប្រកាសនេះដោយការថាក់ទងយ៉ាងខ្លាំងមន្ត្រីរុស្ស៊ីបានប្រាប់ថាការចូលរួមកាន់តែជ្រៅរបស់ចក្រភពអង់គ្លេសឆ្លងកាត់ព្រំដែនពាក់ព័ន្ធនឹងការចូលរួមផ្ទាល់ក្នុងជំរំពួកបីទីសាមមិត្តលោកខាងលិចភាគច្រើនបានបដិសេធការពុំប្រយ៉ាងនេះថាជាការបដិភ្នាក់រីរាងការជួបជុំភោយ៉ាងបន្តការផ្ដោតសិទ្ធិបង់ទៅជួបជុំមីស៊ីបញ្ជាទិសដែលបានចាត់ថ្នាក់របស់អ៊ុយក្រែនគឺជាសញ្ញាច្បាស់លាស់មួយថាសាមមិត្តលោកខាងលិចកំពុងឆ្លងកាត់ពីការបដោតគំកពីប្រាំបានរយៈខ្លីទៅការធ្វើស្មានអាញាឧស្សាហកម្មរយៈ2វ័យខណៈពីដែលវានឹងធ្វើផ្លាស់ប្ដូរសមរភូមិភ្លាមនៅថ្ងៃស្អែកសមត្ថភាពនឹងការសាងសង់
មីស៊ីកំណាប់ដល់ទំនើបនិងពីប្រហារជ្រៅក្នុងស្រុកផ្ដល់ឲ្យអ៊ុយក្រែនម្នាក់ចំជាមួយស៊ីមួយដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធផុសស៊ូនីករបស់រុស្ស៊ីសម្រាប់ឆ្នាំខាងមុខនេះតើអ្នកគិតថាការផលិតមីស៊ីកំណាប់ល្បឿនទំនើបក្នុងស្រុកនឹងផ្លាស់ប្ដូរការគិតកម្មចិត្តសាស្ត្ររបស់រុស្ស៊ីថាផ្ទុះនឹងហេតុផលបច្ចុប្បន្នជីជុំធីយូថាយ៉ាងមិនចូលធ្វើការបញ្ជាមិននៅខាងក្រោមនេះសូមអរគុណ